Basic បង្ហាញភាពខ្លាំងនឹងឡើងទៅកាន់វគ្គ32ក្រុមចុងក្រោយការប្រកួតដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតគឺជ័យជំនះដ៏អស្ចារ្យរបស់ក្រុមជម្រើសជាតិ Basic ទល់នឹងក្រុម New Zealand ក្នុងលទ្ធផល5-1បន្ទាប់ពីទទួលបានការរិះគន់យ៉ាងខ្លាំងទៅលើទម្រង់លេងនៅក្នុងពីរប្រកួតដំបូងក្រុមជម្រើសជាតិ Basic បានឆ្លើយតបយ៉ាងល្អឥតខ្ចោះដោយពួកគេបានបង្ហាញការវាយលុកដ៏គ្រោះថ្នាក់ការបង្កើតឱកាសជាច្រើននិងការរកគ្រាប់បាល់រហូតដល់5គ្រាប់ជ័យជំនះដ៏ធំនេះមិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យក្រុមជម្រើសជាតិ Basic បញ្ចប់ការប្រកួតក្នុងនាមជាក្រុមលេខ1ប្រចាំក្រុម G និងទទួលបានកៅអីទៅកាន់វគ្គ32ក្រុមផងដែរ DR Congo បង្កើតប្រវត្តិសាស្ត្រជាលើកដំបូងព្រឹត្តិការណ៍ដែលធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលបំផុតគឺជាការបង្កើតប្រវត្តិសាស្ត្ររបស់ DR Congo ក្នុងការប្រកួតជាមួយអូបេគីស្ថានពួកគេត្រូវបាននាំមុខ1-0នៅតង់ទី1ប៉ុន្តែចូលដល់តង់ទី2ក្រុមជម្រើសជាតិ DR Congo បានផ្លាស់ប្ដូរទម្រង់លេងទាំងស្រុងពួកគេបានគ្រប់គ្រងការប្រកួតបានយ៉ាងល្អនិងសុទ្ធបញ្ចូលទីបាន3គ្រាប់ជាប់ៗគ្នាដោយមិនឲ្យគូបដិបកតដៃវិញបានឡើយជ័យជំនះនេះបានក្លាយជាជ័យជំនះដំបូងបង្អស់របស់ DR Congo ក្នុងប្រវត្តិសាស្ត្រ FIFA World Cup ហើយក៏បានធានាកៅអីឡើងទៅកាន់វគ្គ Knockout ផងដែរអង់គ្លេសបញ្ចប់វគ្គចែកពូជដោយភាពរឹងមាំក្រុមជម្រើសជាតិអង់គ្លេសបានបង្ហាញភាពរឹងមាំដោយយកឈ្នះប៉ាណាម៉ាក្នុងលទ្ធផល2-0ការប្រកួតនេះក្រុមជម្រើសជាតិអង់គ្លេសគ្រប់គ្រងបាល់បានយ៉ាងល្អបង្កើតឱកាសជាច្រើននិងមិនផ្ដល់ឲ្យប៉ាណាម៉ាវិបកឡើយជ័យជំនះនេះបានធ្វើឲ្យក្រុមដែលមានរហស្សនាមថាតើកំណាចអង់គ្លេសបានធានាកៅអីឡើងទៅកាន់វគ្គ32ក្រុមដោយជោគជ័យនៅវគ្គបន្ទាប់អង់គ្លេសនឹងត្រូវជួបជាមួយនឹងក្រុមឡើងជើង DR Congoក្រុមជម្រើសជាតិក្រូអាតរក្សាក្តីសង្ឃឹមរហូតដល់នាទីចុងក្រោយការប្រកួតរវាងក្រូអាតនិងកាណាគឺជាការប្រកួតដ៏តានតឹងមួយក្រុមទាំងពីរបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញប៉ុន្តែចុងក្រោយក្រូអាតបានយកឈ្នះក្នុងលទ្ធផល2-1បីបន្ទុកដ៏មានតម្លៃនេះបានជួយឲ្យជម្រើសជាតិក្រូអាតបន្តដំណើរទៅកាន់វគ្គបន្ទាប់ខណៈដែលកាណាត្រូវបញ្ចប់ក្តីស្រមៃរបស់ខ្លួននៅក្នុងពានរង្វាន់ FIFA World Cupប៉ូទុយហ្គាល់និងកូឡុំប៊ីចែកគ្នាម្នាក់មួយបន្ទុកការប្រកួតដែលអ្នកគាំទ្រទន្ទឹងរង់ចាំរវាងកូឡុំប៊ីនិងជម្រើសជាតិប៉ូទុយហ្គាល់បានបញ្ចប់ដោយលទ្ធផល0-0បើទោះបីជាក្រុមទាំងពីរបង្កើតឱកាសវាយលុកច្រើននិងព្យាយាមរកគ្រាប់បាល់ក៏ដោយក៏គ្មានភាគីណាអាចបំបែកសំណាញ់ទីបានឡើយដោយការប្រកួតបានបញ្ចប់ក្នុងលទ្ធផល0-0ទោះបីជាយ៉ាងណាលទ្ធផលនេះគ្រប់គ្រាន់ឲ្យកូឡុំប៊ីនិងប៉ូទុយហ្គាល់ក្នុងការឡើងទៅកាន់វគ្គ32ក្រុមចុងក្រោយ Scotland និងកូរ៉េខាងត្បូងបញ្ចប់ដំណើរនៅ World Cup ការប្រកួត FIFA World Cup ឆ្នាំ2026បានប្រើប្រាស់ប្រព័ន្ធថ្មីដែលអនុញ្ញាតឲ្យក្រុមលេខ3ល្អបំផុតចំនួន8ក្រុមឡើងទៅកាន់វគ្គបន្ទាប់វាជារឿងដ៏គួរឲ្យសោកស្ដាយដែល Scotland និងកូរ៉េខាងត្បូងមិនអាចប្រមូលពិន្ទុបានគ្រប់គ្រាន់ដើម្បីស្ថិតក្នុងចំណោមក្រុមលេខ3ដែលមានលទ្ធផលល្អបំផុតបន្ទាប់ពីលទ្ធផលវគ្គចែកពូជត្រូវបានបញ្ចប់ជាផ្លូវការក្រុមទាំងពីរត្រូវបានកាត់ចេញពីការប្រកួតហើយដំណើររបស់ពួកគេនៅ FIFA World Cup ឆ្នាំនេះក៏ត្រូវបានបញ្ចប់ក្រុមដែលបានកក់កៅអីឡើងទៅកាន់វគ្គ32ក្រុមចុងក្រោយរហូតមកដល់ពេលនេះក្រុមខ្លាំងៗជាច្រើនបានធានាកៅអីឡើងទៅកាន់វគ្គ32ក្រុមរួចទៅហើយដែលក្នុងនោះរួមមានតៅកំណាចអង់គ្លេសបញ្ញខែលប៉ូទុយហ្គាល់ជម្រើសជាតិកូឡុំប៊ីជម្រើសជាតិបែលហ្សិកក្រុមជម្រើសជាតិបារាំងអេស្ប៉ាញប្រេស៊ីលអាសង់ទីនអាល្លឺម៉ង់មេស៊ីកូកាណាដានិងជម្រើសជាតិសហរដ្ឋអាមេរិកក្រៅពីក្រុមខ្លាំងៗទាំងនេះក៏មានក្រុមដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរដូចជា DR Congoម៉ូរ៉ូកូនិងក្រុម Cape Verde ដែលបានឆ្លងផុតវគ្គចែកពូជនិងឡើងទៅកាន់វគ្គ Knockout ដោយជោគជ័យតើប្រិយមិត្តគិតថាក្រុមណានឹងមានឱកាសលើកពានរង្វាន់ FIFA World Cup ឆ្នាំនេះសូម comment នៅខាងក្រោមវីដេអូ